បាទសូមជម្រាបសួរនិងសួស្តីបងប្អូនដែលនិយមចូលចិត្តលេងបាក់សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះដែរគឺខ្ញុំថតមន្តចែកជូនបងប្អូនមកលេងកំសាន្តដោយរដងអញ្ចឹងប៉ុន្តែខុសរដងបន្តិចគឺខ្ញុំថតពេលយប់បាទហើយមន្តនេះដែរគឺមន្តដែលបាក់ស្លាប់ជុលលើកមុនហ្នឹងឥឡូវវាទេសស្លាប់បានហើយវាអាចជាបាន 90% ហើយអញ្ចឹងខែក្រោយឬក៏ពាក់កណ្ដាលខែក្រោយហ្នឹងយើងអាចយកវាទៅជុលលេងវិញបានធម្មតាហើយឥឡូវនេះខ្ញុំទើបតែដាក់ថ្នាំបំពន់ចំណីវាហ្នឹងថ្នាំបំពន់ណាហើយឲ្យវាដើរទេសស្លាប់ខ្លះហើយថតពេលយប់នេះគឺដោយសារខ្ញុំទើបតែចេញពីធ្វើការមកដល់ផ្ទះចឹងហើយក៏ដាក់ថ្នាំបំពន់វាសិនទៅសម្រាប់គីឡូរបស់វាពីមុនគីឡូ28ឥឡូវឡើង29ហើយចឹងមិនជាបញ្ហាទេព្រោះវាឡើងគីឡូតិចដែរអញ្ចឹងចំណែកសាច់ទ្រូងនិងសាច់ភ្លៅវាណែនល្អហើយវាអត់មានឡើងខ្លាញ់អីទេអញ្ចឹងទៅពេលណាខ្ញុំចូលព្រឹកខ្ញុំសីវានឹងបញ្ចូលរមិថ្មបន្ថែមទៀតដើម្បីត្រៀមកម្លាំងចូលលេងពេលចូលឆ្នាំចិនខាងមុខហ្នឹងអញ្ចឹងកុំឲ្យថាយើងចិញ្ចឹមវាឲ្យអត់បានជុលឥឡូវវាជាវិញហើយយើងយកជុលលេងកំសាន្តតាមភូមិជាមួយបងប្អូនពេលចូលឆ្នាំចិនខាងមុខអញ្ចឹងពេលណាចូលព្រឹកតាមយើងសីវានឹងបំពន់ចំណីវាដូចធម្មតាដូចយើងចិញ្ចឹមរដងអញ្ចឹងសូមចាក់ដងទៀតមននេះគឺយើងចូលឈ្នះម្សាយឈ្នះបាក់ស្លាប់តែឥឡូវនេះវាស្លាប់វាផ្ទះបានវិញដូចដើម 100% ហើយគ្រាន់តែថាវានៅនឹងស្ទើរនឹងស្រៀវបន្តិចអញ្ចឹងទៅពេលយើងសីវាបើចំណីវាដាក់ថ្នាំបន្ថែមទៀតយើងឡាំវាប្រហែលជា 4-5 ដងទៅដើម្បីមើលការវាយរបស់វាដូចមុនអត់ទើបយើងសម្រេចចិត្តយកទៅជុលព្រោះអីមកនេះយើងទើបតែជុលបានម្ដងហើយវាខ្ចីដែរអញ្ចឹងទើបតែដូររោមពេញហើយខ្នែទុំតែប្រឡប់បានប្រហែលជាមួយឆ្នាំងដៃអញ្ចឹងវីដេអូនឹងគឺមានតែប៉ុណ្្នឹងទេសូមបងប្អូនទស្សនានៅការសីរបស់វានិងឡាំរបស់វានៅវីដេអូក្រោយៗទៀតហើយសូមបងប្អូនមេត្តាចុចពាក្យជាវឬក៏ Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះពីដើមរហូតដល់ចប់